មកអ្នកទាំងអស់គ្នាមកចំណាយពេលមួយថ្ងៃមួយខ្ញុំទាំងអស់គ្នាអញ្ចឹងវីដេអូថ្ងៃនេះរៀងមានប្រយោជន៍លេខអត់ប្រយោជន៍តិចតួចដោយសារថ្ងៃនេះថ្ងៃអាទិត្យដល់អ្នកទាំងអស់គ្នាថ្ងៃរៀងចុងសប្តាហ៍អញ្ចឹងវីដេអូថ្ងៃនេះរៀងមានសកម្មភាពខ្ញុំចេញក្រៅរៀងច្រើនតិចហើយប៉ុន្តែចេញមកក្រៅលើកនេះដោយសារតែមានការងារត្រូវធ្វើមួយបងខ្ញុំដែរចង់និយាយថាវីដេអូមុនសិតតែចេញអីគេប្រទេសអីនៅណ័រវេណាដល់ពេលឥឡូវមកចេញ spend a day with me ណាពេលខ្លះទៅអត់យកខ្លួនឯងដែរហ្នឹងបងប្អូនតែធ្វើមិនទេបងប្អូនបើស្រឡាញ់ការធ្វើ content បែបវល់ញ៉ៃស្អីមិនចំស្អីហ្នឹងអញ្ចឹងដែលដឹងថាថ្ងៃនេះថត vlog អស់ចឹងងើបតាំងពីម៉ោង 6 គាត់ដងក៏ងើបម៉ោង 6 ដែរតែមិនមែន6ផឹកទេបងប្អូន 6 ល្ងាចចឹងខ្ញុំងើបមកធ្វើជាផឹកទឹកផឹកអីណាមួយអាកាសធាតុឥឡូវវាត្រជាក់ដែរចាអញ្ចឹងហើយបើអ្នកទាំងអស់គ្នាឃើញខ្ញុំពាក់អាវក្រៅហ្នឹងមិនមែន style អីទេហើយប្រហែលមានអ្នកឆ្ងល់ថាមិនបានខ្ញុំអត់សូវចេញវីដេអូទៅរៀនទៅអីចឹងឲ្យចេញវីដេអូអីបើគិតសាលារហូតថាលេងឯអ្នកទាំងអស់គ្នាខ្ញុំរៀនតតាខែក្រោយបានសាលាគេចូលប៉ុន្តែឥឡូវខ្ញុំនៅរៀនគួរ part time រៀនអីសិនចឹងណាចាក់វីដេអូបាត់ហើយចឹងថ្ងៃនេះងើបមកមើលចាប់មើលព្រៀបអីចឹងណាបងប្អូនអូយសំដែងសំដល់កដោយសារថ្ងៃនេះខ្ញុំមានការរៀងចេញក្រៅលឿនដែរចឹងទៅក៏មករៀបចំអវ៉ាន់រៀបចំរបស់ដែលត្រូវយកចេញទៅក្រៅនោះទៅនិយាយទៅបន្ទប់ខ្ញុំរៀបចំស្តៀងបន្ទប់នៅខេត្តដែរនិយាយទៅខ្ញុំឆ្លាញ់អាខែបែបឈើតុកបែបឈើហ្នឹងតាំងពីដើមតាំងពីនៅខេត្តហើយខែហើយនឹងតុកនេះគឺថាមកល្មមខ្ញុំកេងតែឯងហ្មងហើយសំខាន់ប៉ាគាត់ធ្វើតាំងពីកំពង់ឆ្នាំងដឹកមកបំពេញហ្មងដោយសារប៉ាគាត់មានសិប្បកម្មនៅកំពង់ឆ្នាំងផ្ទាល់អញ្ចឹងណាគេដែលគាត់ចង់បានខែចង់បានទ្វារប្រអួចអីហ្នឹងអាចទៅបាននិយាយទៅទីតាំងប៉ាខ្ញុំនៅក្អមឆ្នាំងតមីសផ្លូវចូលហ្នឹងគឺគៀនតេឡាហ្មងអ្នកគ្នាអត់ដាក់ហូតទេអ្នកទាំងអស់គ្នាចង់បានតុកចេញតុកទ្វារចេញទ្វារប្រអួចចេញប្រអួចមកនិយាយទៅប៉ាខ្ញុំពហុជំនាញហ្មងអញ្ចឹងឥឡូវខ្ញុំរៀបចំអវ៉ាន់ហើយខ្ញុំក៏ចេញទៅក្រៅអ្នកគ្នាតែមុននឹងចេញទៅគឺយកថងអវ៉ាន់ទៅដាក់នៅ JNT តែអវ៉ាន់ហ្នឹងគេមកយកដល់ក្រុមហ៊ុនទេតែដោយសារតែអវ៉ាន់នេះអ្នកទិញគាត់បញ្ញាប់អស់អញ្ចឹងខ្ញុំក៏មកដាក់ទៅដោយសារអ្នកដឹកគេទៅបាត់ហើយឥឡូវក៏ចូលផ្សារ End On គេនេះបន្តិចអ្នកគ្នាដោយសារមកទិញទៅដោះគោហើយមកសន្ទុះមុនហ្នឹងអ្នកគ្នាឃើញខ្ញុំ voice over រៀងលឺសលេងខ្លាំងហើយរៀងសេកយត់ដោយសារតែខ្ញុំ voice over កដាផ្លូវមាត់ហើយសំខាន់មែនហ្នឹង voice over មុខផ្ទះគេបើកទ្វារចេញមកភ័យចឹងអញ្ចឹងថ្ងៃនេះខ្ញុំទិញទៅដោះគោហ្នឹងដើម្បីយកទៅថតរូបពេលហ្នឹងហូបកន្លែងទៅថតរូបស្អាតចឹងណាតែមិនមែនទៅថតរូបខ្លួនឯងទេណាបងប្អូនទិញដោះគោហ្នឹងយកទៅថតរូបម្សៅល្មៀតហើយនឹង scrap តែគ្រួសារខ្ញុំគាត់លក់អញ្ចឹងក្រៅពីទឹកត្រជាក់កម្មគ្រួសារខ្ញុំគាត់មានលក់ scrap ហើយនឹងម្សៅល្មៀតដែលគាត់ទៅចាញ់ថ្មីនេះទេអញ្ចឹងណាគេដែលមកតន់ like page ផ្ទះម៉ែកុំភ្លេចតែ like ម្នាក់មួយផងហើយបើនិយាយពី view ហាងកាហ្វេដែលខ្ញុំមកនេះគឺថាស្អាតមែនតើអ្នកនរហាងកាហ្វេគេធំហ្មងសំខាន់កន្លែងនេះគឺនៅចិត្តកន្លែងដែលខ្ញុំនៅស្រាប់នៅចិត្ត Eon 2ឯងចង់ជិះមកតែមួយផ្លែតដល់អញ្ចឹងល្ងាចឡើងយើងក៏ជិះម៉ូតូដើរលេងអញ្ចឹងណាអ្នកទាំងអស់គ្នាបន្ទាប់ពីថតរូបផលិតផលហើយសំខាន់ហ្នឹងខ្ញុំបានមកស្គាល់កន្លែងហាងជប៉ុនគេនេះអ្នកទាំងអស់គ្នាហាងជប៉ុនខ្ញុំទៅមកលើកទី1ប៉ុន្តែមានអារម្មណ៍ថា vibe គេគឺដូចក្នុងរឿង anime មកណាគេជួយចិត្ត anime ត្រូវឯនេះហើយឈ្មោះហាងគេហ្នឹងដូចជាតុកអ៊ីសាកាយ៉ាអ្នកនរខ្ញុំមិនដឹងខ្ញុំអានត្រូវអត់ទេប៉ុន្តែ vibe នៅនឹងលោបើមកហូបនេះអ្នកនរឃើញវិញគឺមាន1រៀល2រៀល3រៀលអញ្ចឹងណាអញ្ចឹងសម្រាប់ណាគេដែលគាត់ចូលចិត្ត anime ហើយគាត់ចូលចិត្ត vibe បែប cozy បែប anime អញ្ចឹងគឺទៅត្រូវហ្មងនិយាយទៅអ្នកនរទៅហ្នឹងចង់ទៅអង្គុយដើមគេក៏បានអង្គុយនិយាយរឿងក្នុងចិត្តភាសារឿងអនាគតអីក៏បាននិយាយទៅបេះហ្មងហើយចាំមើលខ្ញុំស្គាល់កន្លែងណាប្លែកៗទៀតចាំខ្ញុំប្រាប់អ្នកទាំងអស់គ្នាទៀតសំខាន់ថ្ងៃនេះស្គាល់បានដល់កន្លែងហ្នឹងចាអញ្ចឹងវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអ្នកទាំងអស់គ្នាខ្ញុំនឹងអាសាចេញវីដេអូឲ្យច្រើនអញ្ចឹងអ្នកនរកុំភ្លេច follow page ខ្ញុំម្នាក់មួយអរគុណច្រើនជម្រាបលា